ជំរាបសួរលោកអ្នកនាងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធី podcast ដំណើរកម្សាន្តនៃចិត្តជាមួយនាងខ្ញុំសុជាតានៅថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលជ្រៅប៉ុន្តែពិតណាស់សម្រាប់យើងគ្រប់គ្នានោះគឺមនុស្សគ្រប់គ្នាមានសង្គ្រាមផ្ទាល់ខ្លួនបាទជំរាបសួរសុជាតានិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាប្រធានបទនេះពិតជាមានអត្ថន័យណាស់ពេលខ្លះយើងឃើញមនុស្សម្នាក់ញញឹមនៅខាងក្រៅប៉ុន្តែយើងមិនដឹងទេថានៅក្នុងចិត្តរបស់គាត់កំពុងតែមានជូរភ្លៀងកម្រិតណានោះទេពិតណាស់លោកគ្រូសារឿនពាក្យថាសង្គ្រាមផ្ទាល់ខ្លួនវាមិនមែនជាការកាន់អាវុធទៅប្រយុទ្ធគ្នានៅសមរភូមិឡើយប៉ុន្តែវាគឺជាការតស៊ូជាមួយបញ្ហាជីវិតជាមួយអារម្មណ៍ខ្លួនឯងឬជាមួយសម្ពាធពីសង្គមតើលោកគ្រូយល់ថាសង្គ្រាមប្រភេទណាដែលមនុស្សសម័យនេះកំពុងជួបប្រទះខ្លាំងជាងគេភាគច្រើនគឺសង្គ្រាមផ្លូវចិត្តបាទសង្គ្រាមរវាងអ្វីដែលខ្លួនចង់បាននិងអ្វីដែលសង្គមរំពឹងទុកមនុស្សជាច្រើនកំពុងតស៊ូជាមួយភាពឯកោបញ្ហាហិរញ្ញវត្ថុដែលមិនចង់ឲ្យអ្នកដឹងឬការភ័យខ្លាចចំពោះអនាគតពួកគេខ្លះត្រូវងើបពីគេងទាំងបង្ខំចិត្តដើម្បីទៅធ្វើការដែលពួកគេមិនស្រឡាញ់គ្រាន់តែដើម្បីចិញ្ចឹមគ្រួសារនោះហើយគឺជាសង្គ្រាមស្ដាប់ទៅហាក់បីដូចជាធ្ងន់ធ្ងរណាស់ជួនកាលនាងខ្ញុំដើរកាត់មនុស្សនៅតាមផ្លូវឃើញពួកគេប្រញាប់ប្រញាល់មុខមមពេលខ្លះយើងអាចនឹងមានអារម្មណ៍ថាគេមិនរស់រាយប៉ុន្តែបើគិតម្យ៉ាងទៀតគេប្រហែលជាកំពុងតែហត់នឿយខ្លាំងនឹងសង្គ្រាមដែលគេកំពុងជួបក៏ថាបានត្រឹមត្រូវណាស់សុជាតានឹងហើយជាមូលហេតុដែលយើងគួរតែមានសេចក្តីមេត្តាឲ្យបានច្រើនចំពោះអ្នកដទៃយើងមិនដឹងទេថាមនុស្សដែលយើងទៅតែស្ដីបន្ទោសឲ្យឬមនុស្សដែលយើងរិះគន់តាមបណ្ដាញសង្គមគាត់ទៅតែឆ្លងកាត់រឿងអាក្រក់អ្វីខ្លះក្នុងថ្ងៃនេះសង្គ្រាមខ្លះវាមើលមិនឃើញដោយភ្នែកទទេទេបាទចុះសម្រាប់អ្នកដែលកំពុងស្ថិតក្នុងសង្គ្រាមផ្ទាល់ខ្លួនហើយមានអារម្មណ៍ថាហត់នឿយខ្លាំងរហូតចង់បោះបង់តែលោកគ្រូមានពាក្យពេចន៍អ្វីលើកទឹកចិត្តពួកគេដែរទេខ្ញុំចង់ប្រាប់ពួកគេថាអ្នកមិនមែននៅម្នាក់ឯងទេការដែលមានអារម្មណ៍ថាហត់មិនមែនមានន័យថាអ្នកខ្សោយនោះទេវាមានន័យថាអ្នកបានរឹងមាំអស់រយៈពេលយ៉ាងយូរមកហើយសង្គ្រាមនេះប្រហែលជាពិបាកប៉ុន្តែវាគឺជាអ្វីដែលនឹងបណ្ដុះឲ្យអ្នកក្លាយជាមនុស្សដែលរឹងមាំជាងមុនចូលចង់ចាំថាសូម្បីតែមេឃដែលខ្មៅបំផុតក៏គង់នឹងមានពន្លឺព្រះអាទិត្យរះឡើងវិញដែរស្ដាប់ហើយមានកម្លាំងចិត្តខ្លាំងណាស់លោកគ្រូការទទួលស្គាល់ថាខ្លួនឯងកំពុងមានសង្គ្រាមហើយហ៊ានប្រឈមមុខនឹងវាគឺជាភាពក្លាហានបំផុតពេលខ្លះការសម្រាកបន្តិចមិនមែនជាការចាញ់ទេប៉ុន្តែគឺជាការសន្សំកម្លាំងដើម្បីបន្តដំណើរទៅមុខទៀតបាទពិតមែនហើយកុំភ្លេចចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកជុំវិញខ្លួនផងព្រោះពាក្យសម្ដីផែនល្អមវិមត្តឬការញញឹមដាក់គ្នាអាចជាថ្នាំព្យាបាលរបួសនៃសង្គ្រាមក្នុងចិត្តរបស់នរណាម្នាក់បានយ៉ាងស័ក្តិសិទ្ធិជាចុងក្រោយសូមអរគុណលោកគ្រូសារឿនសម្រាប់ការចែករំលែកដ៏មានតម្លៃនៅថ្ងៃនេះហើយក៏សូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់សូមកុំភ្លេចថាទោះជាសង្គ្រាមរបស់អ្នកធ្ងន់ធ្ងរប៉ុណ្ណាសូមមានចិត្តល្អចំពោះខ្លួនឯងឲ្យបានច្រើនបាទសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសន្តិភាពក្នុងចិត្តជម្រាបលាហើយជួបគ្នានៅភាគក្រោយទៀត